ឥឡូវនេះយើងមានប្រធានបទខ្លីមួយប្រធានបទទូចមួយដែលនិយាយអំពីផ្លែឈើក្នុងការជួយថែរក្សាសុខភាពថ្លើមឲ្យល្អមានផ្លែឈើជាច្រើនដែលអាចជួយថែរក្សាសុខភាពថ្លើមឲ្យល្អដោយជួយបំបត្តិនៅសារធាតុពុលឬក៏សម្អាតនៅសារធាតុពុលនិងកាត់បន្ថយការរលាកនិងជួយការពារកោសិកាថ្លើមឲ្យរក្សានៅល្អបានល្អទី1ផ្លែប៉ោមផ្លែប៉ោមមានសារធាតុ fiber ដែលជួយសម្អាតប្រព័ន្ធរំលាយអាហារបញ្ចេញចោលតាមទ្វារធំបញ្ចេញចោលតាមលាមកនឹងឯងហើយវាជួយសម្អាតពោះវៀនហើយកាត់បន្ថយសារធាតុពុលដែលអាចទៅដល់ថ្លើមទី2ផ្លែក្រូចឬក៏ក្រូចឆ្មាវាមានវីតាមីន C ខ្ពស់ហើយវីតាមីន C ជួយបង្កើនការបំប្លែងសារធាតុពុលហៅថា detox ទី3ទំពាំងបាយជូរមានសារធាតុអង់ទីអុកស៊ីដង់ដើម្បីជួយកាត់បន្ថយការរលាកថ្លើមទី4ផ្លែប៊ឺរីវាមានប៉ូលីហ្វីណុលដែលជួយការពារកោសិកាថ្លើមពីការខូចខាតទី5ផ្លែឪឡឹកជួយបង្កើនជាតិទឹកនៅក្នុងរាងកាយជួយថ្លើមក្នុងការបញ្ចេញសារធាតុពុលទី6ផ្លែចេកមានប៉ូតាស្យូមហើយប៉ូតាស្យូមជួយគ្រប់គ្រងសម្ពាធឈាមនិងជួយដល់ថ្លើមផងដែរទី7ផ្លែអាវ៉ូកាដូហើយក៏ផ្លែអាវ៉ូកាដូជួយសម្អាតថ្លើមនិងការពារកោសិកាថ្លើមផងដែរទី8ផ្លែស្វាយនិងម្នាស់ផ្លែស្វាយហើយនិងផ្លែម្នាស់វាជួយប្រព័ន្ធរំលាយអាហារដើម្បីរំលាយអាហារជួយក្នុងការរំលាយអាហារដើម្បីកាត់បន្ថយបន្ទុកការងារដល់ថ្លើមចំណុចសំខាន់ចុងក្រោយគួរញ៉ាំផ្លែឈើស្រស់មិនបន្ថែមស្ករកុំញ៉ាំលើសកម្រិតពិសេសអ្នកមានជំងឺទឹកនោមផ្អែមជៀសវាងស្រានិងបារីពីព្រោះស្រានិងបារីប៉ះពាល់ដល់ថ្លើមបានន័យថាវាប៉ះពាល់ដល់កោសិកាថ្លើមស្រានិងបារីនឹង